គុំគ្នាយើងមកកាន់រឿងថ្មីកុំភ្លេចសាប់ឲ្យមានមួយផងហ្នឹងហើយបើសិនជាធ្វើឲ្យចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅដែលសាច់រឿងរបស់យើងចាប់ផ្ដើមមកលើសំឡេងបុរសម្នាក់និយាយទៀតហើយយ៉ាងណាមិញឯងគឺជាស្រមោលដ៏អន់បំផុតរបស់ខ្ញុំនិងគាត់ក៏បាននិយាយដែរគេគឺអាចមាននៃការប្រទានពររបស់ព្រះប៉ុន្តែខ្ញុំព្រោះតែកើតមកដោយដៃតែស្វែងម្ខាងប៉ុណ្ណោះនិងក៏គ្មានដៃស្ដាំនោះទេហើយទោះបីជាពុករបស់ខ្ញុំក៏មិនពេញចិត្តមកកាន់ខ្ញុំដែរម្ដាយរបស់ខ្ញុំបានសឹកទៅកាន់ទៅជារបស់ខ្ញុំថាឯងឆាប់ស្លាប់ភ្លាមទៅគាត់ក៏បានរអ៊ូទៀតហើយយ៉ាងណាមិញយូរខ្ញុំប្រកាសជាដឹងអំពីរឿងដែលម្ដាយឪពុករបស់ខ្ញុំធ្វើរឿងបែបនេះដែលមើលទៅកាន់អ្នកគ្រប់គ្នានឹងគឺពេញចិត្តទៅកាន់អូនអែលនឹងខ្លាំងមែនទែនចំណែកទោះរបស់យើងគ្មាននរណាម្នាក់ដែលរវីរវល់នោះទេចំណែកឯម្ដាយរបស់គាត់បំបាក់ទឹកចិត្តទៅកាន់កូនខ្លាំងមែនទែនមិនបានលើកទឹកចិត្តទៅកាន់កូនអ្វីនោះទេដែលមានសុំបញ្យល់បន្តិចអ្វីដែលគាត់បានលើកឡើងនេះគឺគ្រាន់តែជាជីវិតអតីតកាលរបស់គាត់ឬក៏ការពីជីវិតមុនរបស់គាត់អីចឹងទៅឥឡូវនេះគាត់គឺបានស្លាប់ទៅហើយនិងអស់រយៈពេល8ឆ្នាំក្រោយមកឪពុកម្ដាយរបស់ខ្ញុំបានលក់ឲ្យខ្ញុំទៅកាន់គ្រួសារហានក្នុងតម្លៃ8សែនកាក់មាសហើយចុងក្រោយក៏បានខ្លាចជាអ្នកបម្រើរបស់ណូអែលហើយមើលទៅកាន់ណាប៉ែណូអែលនេះគឺថាវាធ្វើបាបទៅកាន់គាត់មិនសំចៃដែរនោះទេដែលមើលទៅកាន់គាត់ពិតជាគួរឲ្យអាណិតខ្លាំងមែនទែនប៉ុន្តែមនុស្សនៅជុំវិញខ្លួនមិនដែលដល់ភាពអាណិតទៅកាន់គាត់នោះឡើយហើយប៉ែណូអែលគឺជាមនុស្សក្អិតក្ទមខ្លាំងមែនទែនទោះបីជាវឹកហាត់នឹងឈ្នះទៅកាន់គេហើយក៏មិនលើកលែងដែរគឺថាវាយតែម្ដងវាយបែកខ្ញុំខ្ចាយនឹងឯងគឺវាគឺជាមនុស្សដែលអួតអាងអីចឹងទៅដែលគាត់សម្រុកចូលទៅព្រមទាំងគិតទៀតហើយខ្ញុំគឺចង់ខ្លាំងជាងមុននឹងយកឈ្នះទៅកាន់ណាប៉ែណូអែលមួយនេះប៉ុន្តែមើលលទ្ធផលគឺថាមិនឈ្នះទៅកាន់អានឹងនោះទេហើយប៉ែនឹងគឺថាធ្វើបាបទៅកាន់តួរបស់យើងខ្លាំងខ្លាយកតែមែនតែនឹងឯងគាត់ក៏បានគិតទៀតហើយយ៉ាងណាមិញប៉ែណូអែលនេះគឺជាបិសាចក្នុងស្បែកមនុស្សហើយមើលទៅដែលកំហុសរបស់ប៉ែម្នាក់នឹងនោះគឺវាមានសមត្ថភាពហើយប៉ុន្តែមិនព្រមបុកហាត់នោះទេទៅវងវែងនឹងស្រីនឹងស្រាទៅវិញចំណែកខ្ញុំទោះបីជាមនុស្សដែលអន់ក៏ដោយនៅតែបន្តវឹកហាត់ខំជាជាមុនទៅទៀតគម្លាតរបស់មនុស្សម្នាក់គឺមិនស្ថិតស្ថេរជារឿងរហូតនោះទេបន្ទាប់មកប្រហែលជាខ្ញុំអាចនឹងមានឱកាសហើយបន្ទាប់មកការប្រកួតរបស់ណូអែលនឹងទួរបស់យើងក៏បានចាប់ផ្ដើមម្ដងទៀតហើយគាត់ក៏បានរអ៊ូទៀតហើយយ៉ាងណាមិញការប្រកួតកំណត់ត្រារបស់ខ្ញុំជាមួយនឹងណូអែលគេបានយកឈ្នះមកកាន់ខ្ញុំ21ដងទៅហើយប៉ុន្តែលើកនេះគាត់ក៏បាននិយាយថាមិនអាចទៅរួចជាម្ដងទៀតនោះទេនឹងក៏បានប្រមូលដុំចំហនៃតាមពលប៉ែណូអែលក៏ពិតជាភ័យខ្លាំងមែនទែនដាក់មកដៅទៅកាន់វាធ្វើឲ្យដីទីនោះគឺពិតជាមានការផ្ទុះយ៉ាងខ្លាំងដែលធ្លាប់តែជាមនុស្សដែលគ្រប់គ្នាបានមើលងាយឥឡូវនេះបានយកឈ្នះទៅកាន់ប៉ែណូអែលដែលជាទេវតាដាវអីអញ្ចឹងទៅគាត់បន្ទាប់ពីផ្ចង់ដាវក៏បាននិយាយទៀតហើយឯងគឺបានចាញ់ទៅហើយណូអែលក៏បាននិយាយទៀតហើយមិនអាចទៅរួចនោះទេតួប្រុសក៏បានតបទៅវិញយ៉ាងណាមិញមនុស្សងងមិនដែលធ្វើជាខ្លួនឯងមនុស្សងងនោះទេគឺតែធ្វើជាចេះហ្នឹងឯងមនុស្សគ្រប់គ្នាក៏ពិតជាអបអរទៅកាន់តួប្រុសរបស់យើងខ្លាំងមែនទែនអេនមិនភ្លេចប្រាច់ឈ្មោះទៅកាន់គាត់មានឈ្មោះថា JC ប៉ែណូអែលក៏ពិតជាមិនអស់ចិត្តចំពោះរឿងនោះទេតួប្រុសរបស់យើងក៏បានដេកក៏បានទៀតហើយបើមិនបើខ្ញុំជាឯងទៅវិញខ្ញុំប្រកាសជាមិនលងខ្លួនជាមួយនឹងស្រីជាស្រាដូចជាឯងនោះទេហើយបន្ទាប់ពីការនិយាយហើយតួប្រុសរបស់យើងក៏បានដល់ចាចេញពីទីនោះតែម្ដងនឹងក៏បាននឹកសម័យទៅកាន់ម្ដាយឪពុករបស់គាត់បាននិយាយថាបើសិនបើជាណូអែលជាគាត់របស់គាត់មិនដឹងថាល្អប៉ុណ្ណានោះទេគាត់គឺជាបងប្អូនជីដូនមួយនោះទេមិនមែនជាបងប្អូនបង្កើតនោះឡើយប្រហែលជាមានច្រឡំមួយចឹងទៅហើយប៉ែណូអែលប្រទេសស្រេចខ្លាំងមែនទែនខ្ញុំមិនពេញចិត្តចំពោះរឿងនេះនោះទេហើយក៏បានប្រកាសបាច់ថោកទៀតតែម្ដងលុះមិនចាក់តួប្រុសរបស់យើងពីក្រោយនឹងឯងមនុស្សគ្រប់គ្នាក៏ពិតជាភ្ញាក់ផ្អើលចំពោះរឿងមួយនេះប៉ែណូអែលក៏បាននិយាយទៀតហើយឥឡូវនេះចុងក្រោយខ្ញុំគឺជាអ្នកឈ្នះហើយវាគឺពិតជាដូចជាមនុស្សឈួតជាងអញ្ចឹងតួប្រុសរបស់យើងក៏បាននិយាយទៅញញឹមទៀតហើយយ៉ាងណាមិញនៅក្នុងផ្នែករបស់ពិភពលោកឯងគឺជាមនុស្សដែលចាញ់ប៉ុន្តែមើលទៅកាន់គាត់គឺមិនទាន់ស្លាប់នៅឡើយនោះទេគាត់ក៏បានសួរទៅម្ដងទៅខ្ញុំនៅទីណាប៉ែម្នាក់ក៏បាននិយាយហើយឯងក៏ត្រូវបានសង្គ្រោះដោយអ្នកចាញ់និងគេក៏បាននិយាយទៀតហើយខ្ញុំមិនរំពឹងថាឯងនឹងបានជួយទៅដល់ពពួកបរិសុទ្ធនោះទេហើយវាក៏បានប្រាប់ទៅកាន់តួប្រុសយើងផងដែរដែលមានគេលក់តួប្រុសរបស់យើងទៅឲ្យអរិយនឹងឯងនិងពួកគេក៏បានចោទប្រកាន់ថាតួប្រុសរបស់យើងបានប្រើអំណាចរបស់អរិយអញ្ចឹងទៅដែលបានយកឈ្នះទៅកាន់ណូអែលនឹងឯងនិងបានចោទប្រកាន់ទៅកាន់គាត់ថាបានប្រើអំណាចរបស់អរិយអញ្ចឹងទៅនិងបានឃើញទៅកាន់រលាក្បាលរបស់កូនក្មេងនឹងរាប់រយនឹងឯងហើយឪពុកម្ដាយរបស់ឯងក៏ទទួលស្គាល់ចំពោះរឿងនេះផងដែរហើយគេក៏បានលើកទៅសើទៅកាន់ប៉ែណូអែលថាមានភាពសន្តោសបណ្ឌិតទៅកាន់តួប្រុសរបស់យើងអញ្ចឹងទៅដែលបានលើកលែងទៅកាន់សាច់ញាតិអញ្ចឹងទៅនិងក៏បានអូសតួប្រុសរបស់យើងទៅឃុំឃាំងអញ្ចឹងទៅនិងអូសទៅស្នាមសត្វជាតែម្ដងគាត់ក៏បានដឹងថាខ្សែពួរនេះក៏បានចងទៅកាន់ធម្មពលពិសេសរបស់គាត់ផងដែរគណៈពេលដែលកំពុងឃុំឃាំងប៉ែណូអែលក៏បានមកនិយាយទៀតហើយអរគុណទៅកាន់ឯងដែលបានសម្លាប់ទៅកាន់បិសាចដើម្បីជួយខ្ញុំខ្លាចជាអធិរាជនិងបន្ទាប់មកអស់រយៈពេលយ៉ាងយូរនៃការឃុំខ្លួនរបស់គាត់មើលទៅកាន់គាត់ពិតជាស្គមខ្លាំងមែនទែនមុននឹងបានក្អួតឈាមនឹងឯងនិងក៏បាននិយាយទៀតហើយខ្ញុំគឺចង់ស្លាប់ដោយមានកិត្តិយសមួយនិងក៏ស្លាប់នៅលើសង្វៀនផងដែរមុននឹងស្លាប់គាត់ក៏បានរអ៊ូទៀតហើយបើសិនបើជាខ្ញុំមិនមែនជាមនុស្សពិការបើសិនបើជាខ្ញុំមិន
មិនជាកូនរបស់គ្រួសារនេះបើសិនបើខ្ញុំទទួលបាននៅពររបស់ព្រះនៃដាវជីវិតរបស់ខ្ញុំប្រកាសជាខុសគ្នាដែរឬទេហើយបន្ទាប់មកសេចក្តីរបស់យើងក៏កាត់មកដល់កន្លែងមួយនៅវិញបរមម្នាក់ក៏បាននិយាយទៅហើយខ្ញុំកំពុងតែនិយាយជាមួយឯងណាខេននឹងក៏បានចាប់ដៃទៅកាន់គាត់ទួប្រពយើងក៏ទទួលស្គាល់នៃអារម្មណ៍ឈឺរបស់ដៃខាងស្ដាំផងដែរគាត់ក៏បានសួរទៅហើយតើឯងកំពុងតែស្ដាប់ខ្ញុំដែរទេទួប្រពយើងក៏បានគិតទៅហើយតើគាត់គឺជានរណាទៅខ្ញុំព្រៀបដូចជាមិនដែលឃើញគាត់ពីមុននោះទេហើយបន្ទាប់មកក៏បាននឹងថាមានអនុស្សាវរីយ៍ឬក៏ការចងចាំនឹងផុសឡើងក្នុងគំនិតរបស់គាត់ភ្លាមៗតែម្ដងនឹងក៏ព្រមទៅដឹងទៀតហើយខ្ញុំគឺមានឈ្មោះថាខេនជាកូនប្រុសទី7របស់ McKendon នឹងគាត់ក៏បានគិតទៀតហើយយ៉ាងណាមិញវាក៏ល្អជាងនៅក្នុងគុកផងដែរនឹងក៏បានគិតថានេះចំណោយរបស់ព្រះអីចឹងទៅប្រចំណាស់ក៏បានសួរហើយតើឯងមិនយកចិត្តទុកដាក់ជាមួយនឹងខ្ញុំទេអីនឹងក៏បានប្រាប់វេទមន្តភ្លើងទៅលើស្មារបស់គាត់តែម្ដងគាត់ក៏បានដឹងថាវាគឺជាវេទមន្តនឹងក៏បានសងទៅកាន់គាត់វិញមិនដៃខ្ទាប80ម៉ែត្របើទៅគាត់ក៏បានស្គាល់តែម្ដងការវិវត្តរបស់ខ្ញុំទៅចាប់ផ្ដើមមកទេប្រហែលជាខ្លាំងបន្តិចសម្រាប់គាត់ហើយមកទៅនឹងក៏បានសួរថាតើនៅមិនអីទេនឹងគេងើបមកប្រមស្អីមកទៅកាន់គាត់ខ្លាំងមែនទែនទូរបស់យើងមិនបានគិតច្រើនទេក៏បានដឹងថាគាត់ប្រហែលជាឪពុករបស់ខ្ញុំហើយមើលទៅនឹងក៏បានគិតទៀតហើយប្រហែលជាកំហឹងរបស់គាត់មិនអាចបង្ក្រាបបាននឹងទម្លាក់កំហឹងទាំងអស់នេះមកកាន់កូនប្រុសរបស់គាត់ហើយមើលទៅហើយគាត់ក៏ពិតជាមិនពេញចិត្តជាមួយនឹងកូនប្រុសរបស់គាត់នោះទេក៏បាននិយាយទៅតនឹងការប្រកួតនេះដាវពិតផងដែរបន្ទាប់មកមើលទៅកាន់ទូរបស់យើងក៏ទទួលបាននៅការចងចាំមួយទៀតផងដែរនឹងក៏បាននិយាយទៀតហើយបន្ទាប់ពីការសម្រាប់កូនរបស់ខ្ញុំម្ដាយរបស់គាត់ក៏ត្រូវបានសម្រាប់ឪពុករបស់គាត់ក៏បានប្រងើកន្តើយនឹងគាត់ហើយបងប្អូនទាំងអស់ក៏បានទម្លាក់កំហឹងនិងកំហុសមកកាន់គាត់ផងដែរនិងព្រមទាំងវាយគាត់ទៀតផងគាត់គឺគ្រាន់តែបានទម្លាក់ខ្លួននៅក្នុងបន្ទប់តែប៉ុណ្ណោះគាត់ក៏បានរអ៊ូទៀតហើយខ្ញុំសឹងតែមិនជឿចំពោះរឿងមួយនេះការជីវិតរបស់ខ្ញុំដែលជាចែកប្រដាប់ទៅដោយអាវុធនិងមកពីគ្រួសារសេមុននិងក៏បានខ្លាចជាមនុស្សទាំងសល់ក្នុងគ្រួសារ Adenka ហើយឥឡូវនេះខ្ញុំក៏បានចាប់កំណត់ជាខានក្នុងខួរក្បាលរបស់ខ្ញុំពោពេញទៅដោយរឿងដែលខ្ញុំមិនបានយល់នេះគឺជាកំណត់ហេតុប្រចាំថ្ងៃផងដែរបន្ទាប់ពីបានមើលគាត់ក៏បានគិតទៀតហើយបរមអ្នកនេះពិតជាមើងងាយទៅកាន់ខ្លួនឯងយ៉ាងខ្លាំងគាត់ក៏បានគិតទៀតហើយការពេចវិតមុនរបស់ខ្ញុំក៏ចង់រស់នៅឲ្យបានយូរអង្វែងនិងដល់ចង់បញ្ចប់នៃជីវិតរបស់ខ្ញុំប៉ុន្តែគេវិញចង់បញ្ចប់ជីវិតរបស់គេនឹងឯងនិងក៏បានគិតទៀតហើយអ្នកដែលចង់រស់គឺត្រូវតែស្លាប់អ្នកដែលចង់ស្លាប់បើគេត្រូវរស់ទៅវិញខ្ញុំពិតជាមិនដឹងថាល្ងងឬក៏មិនល្ងងនោះទេនិងគណៈពនុគាត់ក៏បានចាប់អារម្មណ៍តើនរណាម្នាក់កំពុងតែមើលមកកាន់ខ្ញុំហើយសេចក្តីរបស់យើងក៏សូមបញ្ចប់ទៅនៅប៉ុណ្ណេះផងដែរគណៈពេលនេះដែរមិនជម្រាបលាជួបនៅក្នុងវីដេអូក្រោយ